តាំងពីបានទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ1957មកម៉ាឡេស៊ីបានបង្កើតប្រព័ន្ធនយោបាយមួយដែលថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសអះអាងថាមានមូលដ្ឋាននៅលើកុងសុងស៊ូសមានន័យថាមហិច្ឆតារបស់រដ្ឋអំណាចគឺបង្រួបបង្រួមបណ្ដាសហគមន៍និងជាតិផ្សះផ្សេងនៅក្នុងប្រទេសដាក់ក្រោមដំបូលនៃចលនានយោបាយចម្រុះតែមួយគត់នោះគឺ Barisan Nasional ប្រែថារណសិរ្សជាតិរណសិរ្សជាតិចង់ទាក់ទាញជាពិសេសសហគមន៍សំខាន់ទាំង3នៃប្រទេសពូលគឺសហគមន៍ម៉ាឡេ 60% នៃចំនួនប្រជាជនទាំងស្រុងសហគមន៍ចិន 25% និងសហគមន៍ឥណ្ឌា 8% នៅក្នុងចលនានយោបាយចម្រុះ Barisan Nasional ឬរណសិរ្សជាតិនេះគណៈបកអង្គការឯកភាពជាតិម៉ាឡេមានឥទ្ធិពលខ្លាំងជាងគេពីព្រោះគណៈបកនេះត្រូវបានគ្រប់គ្រងដោយសហគមន៍ម៉ាឡេអ្នកកាន់សាសនាអ៊ីស្លាមដែលមានចំនួនច្រើនលើសលប់នៅក្នុងប្រទេសម្ល៉េះហើយគេអាចនិយាយថាតាំងពីឆ្នាំ1957មកប្រទេសម៉ាឡេស៊ីស្ថិតនៅក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់គណៈបកអង្គការឯកភាពជាតិម៉ាឡេនេះតែម្ដងតាមការពិតនឹងនៅលើសាច់ការជាក់ស្ដែងគ្មានឡើយការបង្រួបបង្រួមគ្នារវាងសហគមន៍នានានៅក្នុងប្រទេសម៉ាឡេស៊ីមានតែការដើរខ្សែលើជាដរាបពីសំណាក់សហគមន៍ម៉ាឡេដែលមានចំនួនច្រើនលើលុបទៅលើបណ្ដាសហគមន៍នានាដទៃការរើសអើងនិងនយោបាយលើកស្ទួយតែជនជាតិម៉ាឡេបែបនេះថែមទាំងបានបង្កឲ្យមានការប្រយុទ្ធគ្នាជាច្រើនលើកច្រើនសាររវាងសហគមន៍ចិននិងសហគមន៍ម៉ាឡេនិងបាតុកម្មពីសំណាក់ជនជាតិចិនប្រឆាំងនឹងរដ្ឋាភិបាលនៅដើមទសវត្សរ៍ទី70ទៀតផងការមានព្រៀបផ្ដាច់មុខតែឯងអស់រយៈពេលជាងកន្លះសតវត្សនៃគណៈបកអង្គការឯកភាពជាតិនៅលើឆាកនយោបាយម៉ាឡេស៊ីបានធ្វើឲ្យរដ្ឋាភិបាលជាបន្តបន្ទាប់រេខ្លួនបន្តិចម្ដងទៅរកអំណាចផ្ដាច់ការជាក់ស្ដែងជាងគេគឺរដ្ឋាភិបាលរបស់មហាធីដែលបានគ្រប់គ្រងប្រទេសពីឆ្នាំ1981ដល់ឆ្នាំ2003នៅក្នុងទសវត្សរ៍ទី90មហាធីបានទាំងតាំងខ្លួនជាអ្នកការពារគោលការណ៍អាស៊ីឬអ្វីដែលគេហៅថាអាស៊ីនិយមនិយាយបែបផ្សេងមហាធីបានចេញមុខការពារអំណាចផ្ដាច់ការភ្លឺស្វាងដើម្បីប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យបែបបច្ចិមលោកនៅក្នុងនេះមហាធីបានប្រើប្រាស់កងទ័ពនិងកងនគរបាលដើម្បីក្តាប់និងត្រួតត្រាប្រជារាស្ត្រដើម្បីពង្រឹងអំណាចរបស់ខ្លួននិងដើម្បីវាយបង្ក្រាបពួកប្រឆាំងឧទាហរណ៍ជាក់ស្ដែងគឺការវាយបង្ក្រាបទៅលើបាតុកម្មនៅឆ្នាំ1986របស់ពួកមេធាវីដែលបានចេញមុខទាមទារឲ្យមានការគោរពសិទ្ធិមនុស្សឧទាហរណ៍ជាក់ស្ដែងមួយទៀតគឺការចាប់ខ្លួនអនវ៉ាអ៊ីប្រាហ៊ីមដាក់គុកនៅឆ្នាំ1998អនវ៉ាអ៊ីប្រាហ៊ីមដែលជាបុរសខ្លាំងទី2ជាឧបនាយករដ្ឋមន្ត្រីនិងដែលតាមការគ្រងទុកនឹងត្រូវឡើងស្នងតំណែងនាយករដ្ឋមន្ត្រីពីមហាធីទៀតផងពិតមែនតែជាអ្នកកាន់អំណាចផ្ដាច់ការមហាធីបានកាត់បន្ថយមិនតិចទេភាពក្រីក្របានលើកកម្ពស់ជីវភាពរបស់ប្រជាជនដោយសារតែការលក់ទំនិញចេញទៅក្រៅប្រទេសនិងដោយសារតែឧស្សាហកម្មខ្លាំងក្លាដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចនៃប្រទេសម៉ាឡេស៊ីឡើងទៅដល់ 6% ជាមធ្យមភាគតាំងពីទសវត្សរ៍ទី80រហូតដល់ឆ្នាំ2008ហើយនៅឆ្នាំ2012កន្លងទៅនេះកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីបានកើនទៅដល់ 5.6% ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងវិបត្តិសកលក៏ដោយមុននឹងចាកចេញពីអំណាចនៅខែតុលាឆ្នាំ2003មហាធីបានជំរុញអាប់ឌុលឡាអាម៉ាត់បាដាវីឲ្យក្លាយជាអ្នកដឹកនាំនៃបកអង្គការឯកភាពជាតិម៉ាឡេដែលជាឈ្នន់ជន់ឡើងទៅធ្វើជានាយករដ្ឋមន្ត្រីមួយឆ្នាំក្រោយមកគឺនៅថ្ងៃទី21មីនាឆ្នាំ2004ការបោះឆ្នោតបានអនុញ្ញាតឲ្យបាដាវីបន្តជាផ្លូវការតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី
ក៏ប៉ុន្តែតាំងពីឆ្នាំ2007មកលក្ខណៈផ្ដាច់ក្តារនៃរបបនយោបាយម៉ាឡេបាននឹងកំពុងបន្តស្បើយទៅវិញបន្តិចម្ដងគឺហាក់បីដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះផ្ដើមឈានជើងចេញពីប្រព័ន្ធអំណាចគណៈបកតែមួយទៅរកប្រព័ន្ធនយោបាយពហុបកមានមូលហេតុច្រើនយ៉ាងដែលអាចបញ្យល់ការផ្លាស់ប្ដូរស៊ីជម្រៅបែបនេះម្យ៉ាងគឺការដោះលែងអនវ៉ាអ៊ីប្រាហ៊ីមឲ្យចេញពីពន្ធនាគារនៅខែកញ្ញាឆ្នាំ2004ការដោះលែងដែលបានបើកលទ្ធភាពឲ្យអតីតឧបនាយករដ្ឋមន្ត្រីរូបនេះចាប់ផ្ដើមចេញមុខធ្វើជាមេដឹកនាំនៃគណៈបកប្រឆាំងម្យ៉ាងទៀតគឺអសមត្ថភាពរបស់បាដាវីក្នុងការដឹកនាំគណៈបកអង្គការឯកភាពជាតិម៉ាឡេនិងក្នុងការដឹកនាំរដ្ឋាភិបាលអញ្ចឹងហើយបានជានៅខែវិច្ឆិកាឆ្នាំ2007បណ្ដាជនជាង300,000នាក់បានចុះធ្វើបាតកម្មនៅតាមដងផ្លូវនៃទីក្រុងកូឡាឡំពូគឺជាចលនាបាតកម្មធំជាងគេមួយមិនដែលមានឡើយនៅប្រទេសម៉ាឡេស៊ីនារយៈពេលជិត20ឆ្នាំចុងក្រោយនេះនៅខែឧសភាឆ្នាំ2008មានមហាបាតកម្មមួយទៀតកើតឡើងនៅក្នុងរដ្ឋធានីបណ្ដាបាតកោប្រឆាំងនឹងប្រេងសាំងឡើងថ្លៃប្រឆាំងនឹងអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ទល់នឹងអំពើពុករលួយនិងក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតគឺនៅក្នុងបរិបទបែបនេះហើយដែលបកជំទាស់បានរួបរวมគ្នាជាធ្លុងមួយដើម្បីតទល់នឹងគណៈបកអង្គការឯកភាពជាតិម៉ាឡេនៅពេលបោះឆ្នោតខែមីនាឆ្នាំ2008ការបោះឆ្នោតដែលបានធ្វើឲ្យអាសនៈនៅក្នុងរដ្ឋសភារបស់បកប្រឆាំងកើនចំនួនពី18ទៅ82ការបោះឆ្នោតខែមីនាឆ្នាំ2008នៅម៉ាឡេស៊ីគឺជារលកយក្សស៊ូណាមីនយោបាយមួយសម្រាប់គណៈបកអង្គការឯកភាពជាតិម៉ាឡេពីព្រោះជាលើកទី1បង្អស់គណៈបកមួយនេះដែលកាន់អំណាចផ្ដាច់មុខតែឯងនៅក្នុងប្រទេសតាំងពីឆ្នាំ1957មកទទួលមិនបានអាសនៈចំនួន2/3នៅក្នុងរដ្ឋសភានិងអស់មានអំណាចកែប្រែរដ្ឋធម្មនុញ្ញបានស្រេចតែអំពើចិត្តទៀតហើយគឺការផ្លាស់ប្ដូរស៊ីជម្រៅនៅលើឆាកនយោបាយម៉ាឡេស៊ីបែបនេះហើយដែលបានជំរុញឲ្យលោកបាដាវីលះបង់ចោលតំណែងប្រធានបកអង្គការឯកភាពជាតិម៉ាឡេនៅខែមីនាឆ្នាំ2008នៅថ្ងៃទី26មីនាឆ្នាំ2008បណ្ដាប្រតិភូទាំង2500នាក់របស់បកក៏បានបោះឆ្នោតតែងតាំងណាស៊ីបតុនរ៉ាហ្សាកឲ្យធ្វើជាប្រធានហើយនៅថ្ងៃទី3មេសាឆ្នាំ2008ដដែលនោះណាស៊ីបតុនរ៉ាហ្សាកបានក្លាយជាស្វ័យប្រវត្តិទៅជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីតាំងពីពេលនោះមកណាស៊ីបតុនរ៉ាហ្សាកត្រូវប្រឈមមុខនឹងមេដឹកនាំគណៈបកប្រឆាំងអនវ៉ាអ៊ីប្រាហ៊ីមការប្រឈមមុខដាក់គ្នាខ្លាំងរវាងណាស៊ីបតុនរ៉ាហ្សាកនិងអនវ៉ាអ៊ីប្រាហ៊ីមរវាងគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងបានប្រព្រឹត្តទៅនាពេលបោះឆ្នោតខែឧសភាឆ្នាំ2013ទោះបីជានៅទីបំផុតជាជំនះបានទៅបកកណ្ដាលអំណាចដូចពេលបោះឆ្នោតមុនក៏ដោយតែលទ្ធផលនៃសម្លេងឆ្នោតបានបង្ហាញនៅការប្រែប្រួលស៊ីជម្រៅនៃទិដ្ឋភាពនយោបាយម៉ាឡេស៊ីនិងការផ្លាស់ប្ដូរស៊ីជម្រៅនៃចិត្តគំនិតរបស់ប្រជាពលរដ្ឋម៉ាឡេស៊ីពីអំណេះតទៅសង្គមម៉ាឡេស៊ីត្រូវបានពុះចែកជាពីរសឹងស្មើគ្នានៅម្ខាងមានអ្នកគាំទ្របកប្រឆាំងនិងនៅម្ខាងទៀតអ្នកគាំទ្របកកណ្ដាលអំណាចមិនមែនមាននៅម្ខាងជនជាតិម៉ាឡេនិងនៅម្ខាងទៀតអ្នកមានដើមកំណើតជាជាតិសាសន៍ចិនឥណ្ឌាឬជាជាតិសាសន៍ដទៃផ្សេងដូចពេលមុនទៀតទេពីអំណេះទៅនៅម៉ាឡេស៊ីអ្នកបោះឆ្នោតឲ្យគណៈបកប្រឆាំងជាយុវជនជាអ្នករស់នៅទីក្រុងរៀនអ្នកគាំទ្របកកណ្ដាលអំណាចជាមនុស្សចាស់ជាអ្នករស់នៅជនបទពួកយុវជនទាំងនេះដែលក្នុងគណៈនេះតំណាង 1/5 នៃអ្នកមានសិទ្ធិបោះឆ្នោតនិងដែលជាអ្នកនិយមលេង Facebook អាចនឹងធ្វើឲ្យក្រឡាប់ចាក់ឆាកនយោបាយម៉ាឡេស៊ីនាពេលឆាប់ខាងមុខដោយនឹងអាចបណ្ដាលឲ្យគណៈបកកណ្ដាលអំណាចតាំងពីឆ្នាំ1957មកចាញ់ឆ្នោត